សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងនឹងរៀនអំពីផ្លែឈើនេះគឺជាផ្លែប៉ោមមានដូចជាពណ៌ក្រហមពណ៌បៃតងនិងពណ៌លឿងទៅតាមប្រភេទរបស់វានីមួយៗវាសម្បូរដោយវីតាមីន C និងជាតិសរសៃឯមួយនេះវិញគឺជាផ្លែក្រូចមានពណ៌ទឹកក្រូចហើយសម្បូរទៅដោយវីតាមីន C ចំណែកឯមួយនេះវិញគឺជាផ្លែសារីមានពណ៌បៃតងលឿងហើយវាមានរសជាតិផ្អែមមានទឹកច្រើនហើយមានសាច់ទន់តែបងប្អូនធ្លាប់ញ៉ាំផ្លែសារីទេមានពណ៌ស្វាយបៃតងក្រហមហើយផ្លែទំពាំងបាយជូរយើងអាចបរិភោគស្រស់ឬអាចយកទៅធ្វើភេសជ្ជៈឬក៏អាចធ្វើស្រាទំពាំងបាយជូរបានផ្លែចេកមានពណ៌លឿងហើយវាជួយដល់សុខភាពយើងវាអាចជំនួយដល់ក្នុងការរំលាយអាហារនៅក្នុងខ្លួនរបស់យើងអញ្ចឹងណាចំណែកផ្លែនេះវិញគឺជាផ្លែឪឡឹកសម្បូរឪឡឹកមានពណ៌បៃតងចំណែកឯក្នុងឪឡឹកវិញមានសាច់ពណ៌ក្រហមនិងមានជាតិទឹកមានគ្រាប់ឪឡឹកគឺជាផ្លែឈើដែលមានជាតិទឹកច្រើនជាងគេចំណែករូបនេះគឺជាផ្លែស្វាយនៅពេលដែលវាខ្ចីមានពណ៌បៃតងហើយវាជូរអញ្ចឹងហើយវារឹងពេលវាខ្ទុំទៅវាមានពណ៌លឿងហើយសាច់វាមានពណ៌លឿងដែរហើយវាផ្អែមចំណែកនេះវិញគឺជាផ្លែម្នាស់មានពណ៌លឿងហើយក្នុងផ្លែម្នាស់ហ្នឹងមានជាតិអាស៊ីតផ្អែមដែលជួយបំបត្តិអាហារដែលមានជាតិខ្លាញ់អញ្ចឹងណាចំណែកនេះគឺជាផ្លែស្រកានាគខាងក្រៅវាមានពណ៌ផ្កាឈូកចំណែកខាងក្នុងវាអាចមានពណ៌ក្រហមឬក៏អាចតាមពណ៌សតាមប្រភេទរបស់វាហើយវាមានជាតិសរសៃនិងវីតាមីន C ជួយឲ្យស្បែកស្អាតនិងការពារជំងឺផ្លែចុងក្រោយគេនេះវិញគឺជាផ្លែទុរេនមានខាងក្រៅមានពណ៌បៃតងឬបៃតងចាស់ខាងក្នុងវាមានពណ៌លឿងហើយសាច់ស្អិតហើយវារសជាតិផ្អែមខ្លាំងមានក្លិនជាចុងក្រោយអរគុណសម្រាប់ការមើលវីដេអូនេះហើយសូមជួយចុច Subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗបាយ